ន្លែងកំសាន្តធំនិងកន្លែងស្នាក់នៅលំដាប់ផ្កាយ5ដែលមានទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញជាប់នឹងមាត់ទន្លេតែម្ដងមកលេងនៅភ្នំពេញច្រើនដងហើយចង់រកកន្លែងស្នាក់នៅដែលមានទីតាំងនៅកណ្ដាលក្រុងងាយស្រួលយើងបានដើរលេងច្រើនកន្លែងនៅក្នុងក្រុងភ្នំពេញគឺអាចមកស្នាក់នៅ Himawari Hotel និង Apartment ដែលនៅទីនេះគឺយើងអាចមកជួលជាខែសម្រាប់ការស្នាក់នៅក៏បានដែរអញ្ចឹងថ្ងៃនេះគឺខ្ញុំចូលមកស្នាក់នៅរយៈពេលយូរជាមួយនឹងមិត្តភ័ក្តិព្រោះថានៅបន្ទប់ Hotel Apartment នៅទីនេះគឺធំទូលាយដែលគេមានដល់ទៅ2បន្ទប់គេងនិងកន្លែងអង្គុយលេងនៅចំកណ្ដាលនិងចក្រានបាយសម្រាប់ឲ្យយើងធ្វើម្ហូបបានហើយក៏មានទូទឹកកកអីមួយសិតតែម្ដងគឺងាយស្រួលមែនតើដល់ភ្ញៀវដែលធ្វើការស្នាក់នៅទីនេះអាចចម្អិនម្ហូបយកមកញ៉ាំជួបជុំគ្នាជាមួយនឹងមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារអីបានហើយអ្វីដែលពិសេសសម្រាប់ការមកស្នាក់នៅទីនេះព្រោះតែទីតាំងល្អនិងចំកណ្ដាលរាជធានីភ្នំពេញនិងសេវាកម្មជាច្រើនទៀតសម្រាប់ភ្ញៀវដែលមកស្នាក់នៅកំសាន្តទីនេះគឺគេមានអាងហែលទឹកធំដែលនៅជិតនឹងមាត់ទន្លេនិងកន្លែងត្រាំទឹកសម្រាប់ក្មេងៗបន្ទប់ហាត់ប្រាណដែលសម្បូរទៅដោយឧបករណ៍ច្រើនប្រភេទមែនតើនិយាយរួមទៅគឺមានស្តង់ដារហ្មងហើយគេក៏មានបន្ទប់ស្ទីមទៀតសម្រាប់ប្រុសស្រីអីគឺគេបែងចែកផ្សេងពីគ្នានិងទីធ្លាសម្រាប់ឲ្យភ្ញៀវហាត់យូហ្គាកន្លែងវាយពីងប៉ុងនៅលើដំបូលហើយសម្រាប់សេវាកម្មទាំងអស់នេះភ្ញៀវខាងក្រៅក៏អាចចូលមកបានដែរដោយភ្ញៀវគ្រាន់តែចំណាយម្នាក់ត្រឹមតែ$10អូមួយវិញទៀតទាំងអស់គ្នាសម្រាប់ភ្ញៀវពីក្រៅអីក៏យើងអាចចូលមកស្ទីមបានដែរគឺគេមានចុះដល់15%សម្រាប់ភ្ញៀវដែលប្រើប្រាស់ជាមួយនឹង Eslida Bank, PPC Bank ហើយនិង Philip Bank ហើយសម្រាប់ថ្ងៃនេះដែរគឺខ្ញុំបានតែគេរៀបចំយ៉ាងពិសេសតែម្ដងសម្រាប់អាហារពេលល្ងាចនៅខាងក្រៅហូតែលគឺគេមានទីតាំងធំទូលាយបរិយាកាសល្អជាមួយនឹងខ្យល់ទន្លេហ្មងដែលស័ក្តិសមបំផុតជាមួយនឹងអាហារពេលល្ងាចឬក៏ការរៀបចំកម្មវិធីរៀបមង្គលការអីក៏បានដែរនិយាយមែននឹងតែរ៉ូមែនទិកខ្លាំងហ្មងហើយសំខាន់ទៀតនៅខាងហូតែលនេះគឺគេមានផលិតស្រាបៀរតតែម្ដងងាយស្រួលដល់ភ្ញៀវដែលចង់រៀបចំកម្មវិធីអីនៅទីនេះហើយនឹង TWG Nitro Tea ដែលជាប្រភេទតែ Nitrogen ដែលតែហ្នឹងគឺមានពពុះបែបនេះមុនដំបូងគឺខ្ញុំរៀងប្លែកដែរតែដើម្បីបានញ៉ាំអញ្ចឹងទើបដឹងតែឆ្ងាញ់មែនហើយក៏មានភ្ញៀវខ្លះក៏ចូលមកអង្គុយញ៉ាំតែលេងនៅទីនេះដែរដល់ពេលយប់បន្តិចគឺខ្ញុំចេញដំណើរទៅលេងនៅ Walk Street គេនៅភ្នំពេញហ្នឹងហ្មងយើងដើរពីអូតាទៅអត់បាន5នាទីទេគឺយើងមកដល់ហើយគ្រាន់តែបានមកដល់គឺថាដើរពេញមកកន្លែង Walk Street គេហ្នឹងហ្មងព្រោះថាឥឡូវគឺគេកាន់តែសម្បូររបស់ញ៉ាំកាន់តែច្រើនហើយនឹងការកំសាន្តសប្បាយច្រើនទៀតមកថ្ងៃហ្នឹងគឺខ្ញុំឃើញមានមនុស្សច្រើនមែនតើដែលគេមកលេងអញ្ចឹងមិនថានៅទីក្រុងភ្នំពេញពេលយប់គឺសប្បាយខ្លាំងមែនតើឥឡូវហ្នឹងគឺខ្ញុំដើរឡើងអស់ខ្យល់ហ្មងមកដល់អូតែលវិញគឺចាប់ផ្ដើមឲ្យគេម៉ាស្សាឲ្យតែនៅទីនេះគឺគេមានសេវាកម្មម៉ាស្សាហើយបុគ្គលិកគឺមានជំនាញយូរឆ្នាំមកព្រោះតែជើងខ្ញុំដែលកំពុងតែឈឺហ្នឹងទាំងអស់គ្នាគឺម៉ាស្សាមកឡើងស្រួលខ្លួនហ្មងមិនថាម៉ាស្សាបែបខ្មែរឬបែបប្រេងទេគឺមានអារម្មណ៍ថាស្រួលខ្លួនបែបរីលេកដល់គេម៉ាស្សាស្រួលខ្លួនអញ្ចឹងគឺមានអារម្មណ៍ថាងុយគេងខ្លាំងមែនតើសឹងតែសុំគេគេងនឹងហ្មងខ្ជិលឡើងទៅបន្ទប់វិញហើយនៅពេលដែលយើងម៉ាស្សាហើយគឺគេមានទឹកស្លឹកតើយក្តៅឈ្ងុយឲ្យយើងញ៉ាំទៀតហើយឥឡូវមកដល់ពេលព្រឹកហើយនៅខាងហូតែលក៏មាន buffet សម្រាប់អាហារពេលព្រឹកដែរនៅនឹង Oyster Bar និង Restaurant ដែលគេមានម្ហូបសម្បូរបែបខ្លាំងមែនតើមិនថាជាម្ហូបអាស៊ីឬអឺរ៉ុបទេគឺមានគ្រប់មុខតែម្ដងខានវិញទៀតបងប្អូនដែលចូលចិត្តញ៉ាំម្ហូបពីខាងសិង្ហបុរីឬក៏ម៉ាឡេអីមកទីនេះដឹងត្រូវហ្មងព្រោះថាម្ហូបសិង្ហបុរីអីគឺមានសឹងតែគ្រប់មុខហ្មងហើយដល់តែខ្ញុំភ្លុំមួយមុខណាគឺថាឆ្ងាញ់តែម្ដងចឹងមិនថាអូតែ 5 star គេចុងផឹងអត់ធម្មតាមែនក្រោយពីញ៉ាំអាហារពេលព្រឹកហើយគឺយើងចេញដំណើរមកលេងនៅខាងសារមន្ទីរជាតិកម្ពុជាយើងហ្នឹងស្វែងយល់អំពីវប្បធម៌ប្រវត្តិសាស្ត្រសិលាចារឹករបស់ខ្មែរបុរាណចេញពីនឹងមកគឺយើងបានមកលេងនៅរាជវាំងហើយនេះក៏ជាលើកទី1របស់ខ្ញុំដែរដែលបានចូលមកខាងក្នុងរាជវាំងយើងដែលបរិវេណជុំវិញគឺមានភាពស្ងប់ស្ងាត់មានសួនច្បារស្អាតខ្លាំងមែនតើបានមកដឹកហ្នឹងគឺយើងបានមកទស្សនាពីប្រតិដំណាក់និងរូបគំនូរដែលនៅលើជញ្ជាំងនិងកន្លែងធ្វើរាជកិច្ចរបស់ស្ដេចក្រៅពីហ្នឹងដល់ពេលល្ងាចគឺយើងមកជិះទូកកំសាន្តមើលថ្ងៃលិចនៅពីមុខរាជវាំងដែលយើងអាចផ្តិតយករូបភាពដ៏អស្ចារ្យពីដំណើរកំសាន្តមួយនេះដែលកន្លែងកំសាន្តទាំងអស់នេះគឺសុទ្ធសឹងតែនៅជិតនឹងអូតែដែលយើងបានមកស្នាក់នៅតែម្ដងព្រោះថាចំណតទូកអីគឺនៅពីខាងក្រៅអូតែយើងស្នាក់នៅអត់ចាំបាច់ត្រូវជិះទៅរកណាឆ្ងាយទេចំណែកសម្រាប់ការជិះឡានក្រុងអត់ដំបូលវិញគឺយើងអាចឲ្យខាងឡានមកយកយើងដល់អូតែដូចខ្ញុំអញ្ចឹងក៏បានដែរព្រោះថាឡានក្រុងគឺធ្វើដំណើរកាត់មុខរាជវាំងដែលនៅជិតនឹងអូតែយើងស្នាក់នៅយើងមកជិះឡានក្រុងអត់ដំបូលអញ្ចឹងគឺយើងអាចកំសាន្តឆ្វែលជុំវិញទីក្រុងភ្នំពេញដោយចំណាយពេលត្រឹមតែ1ម៉ោងកន្លះហើយបានទស្សនាទេសភាពទីក្រុងនិងការលំហែកាយកំសាន្តតាមដងវិថីរាជធានីភ្នំពេញតែម្ដងដែលការស្នាក់នៅអូតែមួយនេះគឺល្អឥតខ្ចោះសម្រាប់ខ្ញុំមែនតើទាំងទីតាំងនិងសេវាកម្មនៅខាងក្នុងអូតែអូសម្រាប់មួយវិញទៀតទីនេះក៏មានការិយាល័យសម្រាប់ជួលនិងទីតាំងសម្រាប់ភ្ញៀវដែលចង់មកធ្វើជាសន្និសីទឬក៏កម្មវិធីផ្សេងទៀតដែរក្រៅពីនៅជិតកន្លែងកំសាន្តជាច្រើននៅទីនេះក៏នៅជិតផ្សារទំនើប Eon 1ផ្សារជីបម៉ុងផ្សារថ្មីនិងសារមន្ទីរសសរចាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ